វាក៏អាចនិយាយបានថាព្រោះយើងមិនមែនគូគងជាមួយតែស្រីសមួយទេយើងគូគងជាមួយទូកដទៃទៀតដើម្បីបញ្ចេញចរៈវេលានៅថ្ងៃទី2នោះយើងត្រូវបុកគុណចែកចូលទៅបាទដើម្បីរកចរៈវេលាណាដែលប៉ះជាមួយគាត់នៅថ្ងៃស្អែកគូបន្តមកទៀតហើយទូកខ្នាតយក្សបាទខ្សែទឹកសម្រាប់ទូកខ្នាតវែងចំណុះ75នាក់គូទី17ខ្សែទឹកខាងក្នុងពាក់ផ្លាកលេខ052វិសុទ្ធគង្គានិវាសែនជ័យបារមីវត្តទឹកថ្លាមកពីទឹកថ្លាបាទខណ្ឌសែនសុខរាជធានីភ្នំពេញខ្សែទឹកខាងក្រៅអន្ទង់សមានជ័យបារមីលោកតាឯកបាទវត្តព្រាមតាឯកការវិជាទី1គាត់ឈ្នះណាបាទក្រុងអរិយខ្សាត់យ៉ាងម៉េចហើយចាំមើលគូនេះអន្ទង់សជាមួយវិសុទ្ធបាទអន្ទង់សជាមួយនឹងវិសុទ្ធបាទលើតុងសនោះឯកសណ្ឋានពណ៌លឿងបាទជើងទី1ល្អណាស់នៅខាងក្នុងទទួលបានជ័យជំនះឥឡូវបដូរខ្សែទឹកបាទបដូរខ្សែទឹកលទ្ធផលតើអាចផ្លាស់ប្ដូរឬយ៉ាងណាអូដាច់បាត់ហើយបាទដាច់ឆ្ងាយណាស់បាទយ៉ាងមិនហើយបាទយ៉ាងមិនហើយវិសុទ្ធគង្គាបាទគឺខ្សែទឹកក្រៅបាទបាទឥឡូវយើងឃើញហើយអន្ទង់សមានជ័យបារមីលោកតាឯកនៅតែធ្វើបានល្អបាទកំពុងតែនាំមុខដាច់ទៅលើវិសុទ្ធគង្គានិវាសែនជ័យបារមីវត្តទឹកថ្លាបាទគុណម្ចាស់ខាងទឹកថ្លាបាទឥឡូវនេះចាញ់បងច្រើនណាស់គុណអើយបាទឈ្នះទាំងពីរជើងបាទអន្ទង់សឈ្នះទាំងពីរជើងបាទជាមួយគ្នានេះក៏សូមថ្លែងអំណរគុណដល់លោកអ៊ុំឈុនស្រេងដែលជាមេឃុំពុករស័យសូមទោសរស័យជ្រោយបាទជាស្រីបាទបានឧបត្ថម្ភថវិកាបាទ$100ជាមួយខ្ញុំលោកគ្រូបាទសូមថ្លែងអំណរគុណដល់លោកមេឃុំដែលទទួលបានសុខភាពល្អបញ្ញាវាងវៃនិងបាទការងារធំតូចអីក៏ទទួលបាននៅជោគជ័យបាទ